ជំរាបសួរទាំងអស់គ្នាថ្ងៃនេះសូមចូលលំហាត់បន្តទៀតគឺលំហាត់ទី1ការកំណត់តួទី n នៃស្វេតចំនួនពិតរបស់យើងដែលលំហាត់របស់យើងគឺបន្តពីចំណុចថ្ងៃមុនគឺលំហាត់ខរបស់យើងគេឲ្យតួទី n របស់យើងគឺ0 3 8 15អញ្ចឹងយើងសង្កេតឃើញថាគ្រប់តម្លៃតួនៃស្វេតរបស់យើងគឺចាប់ផ្ដើមពីលេខ0 3 8 15ដែល0តូចជាង1ចំនួន1ហើយ4ហើយ3តូចជាង4ចំនួន1 8តូចជាង1ចំនួន1និង15តូចជាង1ចំនួន1ដូចគ្នាដែលយើងអាចសរសេរបានថា0ស្មើនឹង1ការ៉េដក1ហើយ3ស្មើនឹង2ការ៉េដក1និង8ស្មើនឹង3ការ៉េដក1 15ស្មើនឹង4ការ៉េដក1ព្រោះវានៅក្នុងតួទី4អញ្ចឹងការកំណត់របស់យើងអាចសរសេរបានដូចខាងក្រោមនេះបើយើងស្មើ0ស្មើ1ការ៉េដក1ហើយ A2 ស្មើនឹង3ស្មើនឹង2ការ៉េដក1និងតួទី3 A3 ស្មើនឹង8វាស្មើនឹង3ការ៉េដក1ដូច្នេះយើងអាចកំណត់រហូតដល់តួទី n an ស្មើ n ការ៉េដក1ដែលមានន័យថាយកលំដាប់នៃតួលើកជាការ៉េដក1អញ្ចឹង an ស្មើ n ការ៉េដក1ជាតួទី n នៃស្វេតរបស់យើងសូមចូលទៅលំហាត់ងគឺជាស្វេតចំនួនពិតដែរតែមានទម្រង់ជាចំនួនស័ក្តិទៀនដែលតួទី1ស្មើនឹង2យើងអាចសរសេរបានថា2លើ1ហើយតួទី2 3លើ2 4លើ3 5លើ4 6លើ5អញ្ចឹងនៅពេលដែលវាមានទម្រង់ជីវភាពបែបនេះគឺយើងគិតទៅលើភាគយកជាមួយនឹងភាគយកហើយភាគបែងជាមួយនឹងភាគបែងហើយភាគបែងរបស់យើងចាប់ផ្ដើមពីលេខ1ហើយបន្ទាប់មកលេខ2បន្ទាប់មកលេខ3ដែលមានន័យថាតួទី1ស្មើនឹង2លើ1ដែល2លើ1យើងអាចសរសេរបានថា1បូក1លើ1ខាងមុខនេះគឺជាលំដាប់តួទី1ហើយយើងបន្ថែម1ដោយសារភាគយកច្រើនជាងភាគបែង1អញ្ចឹងបាន1បូក1លើ1តួទី2ស្មើ3លើ2លើ2យើងអាចសរសេរបានថា2បូក1លើ2ហ្នឹងគឺជាលំដាប់តួទី2យើងបន្ថែម1ដោយសារវាច្រើនជាង1តួទី3ស្មើនឹង4លើ3យើងអាចសរសេរបានថា3បូក1លើ4និងតួទី4ស្មើនឹង5លើ4 5លើ4យើងអាចសរសេរបានថា4បូក1លើ4ដូចនេះការកំណត់តួទី n របស់យើងអាចសរសេរបានថា an ស្មើ n បូក1លើ4អញ្ចឹងឥឡូវយើងចូលលំហាត់ចមានទម្រង់សញ្ញាខ្លះគ្នាបូកដកដូចជាមួយនឹងលំហាត់គោកាលពីវីដេអូមុនដែរអញ្ចឹងក្នុងករណីតួរបស់យើងមានសញ្ញាខ្លះគ្នាបែបនេះអ្វីដែលយើងត្រូវចំណាំនឹងត្រូវចំណាំគឺយើងត្រូវទៅចូលជាទម្រង់ដក1ស្វ័យគុណគូឬក៏សេសចឹងនៅពេលដែលតួទី1វិជ្ជមានចឹងដក1របស់យើងត្រូវជាស្វ័យគុណគូហើយដោយសារវានៅតួទី1ដើម្បីឲ្យវាទៅជាគូយើងត្រូវយក1បូកនឹង1មានថាលំដាប់នៃតួបូកបន្ថែម1ជាក់ស្ដែងតួទី1របស់យើងគឺលេខ3អញ្ចឹងបើតួទី1របស់យើងលេខ3យើងអាចសរសេរបានថាដក1ស្វ័យគុណ1បូក1សម្រាប់សញ្ញាហើយ3 5 7 9ជាចំនួនសេសអញ្ចឹងយើងអាចសរសេរបានថា 2n បូក1អញ្ចឹងតួទី1ទី2តួទី2យើងដក1សគុណ2បូក1កតា2គុណនឹង2បូក1តួទី3ស្មើ7យើងបានដក1ស្វ័យគុណ3បូក1 2គុណនឹង3បូក1ហើយយើងអាចកំណត់រហូតដល់តួទី n ហ្នឹងអញ្ចឹងតួទី n របស់យើងគឺដក1សគុណ n បូក1កតា 2n បូក1ដែល n 1 2 3ហ្នឹងគឺជាលំដាប់នៃតួហើយស្វ័យគុណ1បូក1 2បូក1 3បូក1នេះគឺជាលំដាប់នៃតួបូកបន្ថែម1ដើម្បីឲ្យក្លាយជាចំនួនគូនៅតួទី1ដូច្នេះវីដេអូថ្ងៃនេះមានប៉ុណ្ណឹងសូមអរគុណសូមរងចាំទស្សនាវីដេអូបន្តទៀត